ស្រួលសប្បាយទៅមុខសេចក្តីនេះចង់ឲ្យនាយមើលក្រុមការនេះយកចិត្តទុកដាក់ជួយទាំងអស់គ្នាធ្វើឲ្យមេកូនេះចម្រើនកុំខានឡើយតែបើមិនជឿឆ្អារក្សាទេធ្វើឲ្យមេកូទៅជាស្លាប់នោះព្រះករុណានឹងឲ្យកាប់ក្បាលយើងទាំងអស់គ្នាប្រណីឡើយនាយមើលក៏រើសភូមិណាដែលមានស្មៅច្រើនល្អឲ្យរាជភូមិនោះយកមេកូរបស់លោកទៅឃ្វាលឯរាជក៏ចេះតែខំប្រឹងយកចំណីឲ្យមេកូនោះស៊ីតែរាល់គ្នាសប្តាហ៍ថ្ងៃវេលានោះមេកូនោះវាឡើងជាធាត់ណាស់ពុំចេះដាររកស្មៅស៊ីទេចាំតែក្នុងរោងឲ្យរិះយកអ្វីឲ្យវាស៊ីរិះក៏ចេះតែយកចំណីជាច្រើនពេញកញ្ជើការុងជារាល់វេលាយកស្មៅខ្ចីខ្លះសំណាប់ខ្លះទំពាំងវិស័យខ្លះស្រូវខ្លះកោពោតខ្ចីចាំតែក្នុងរោងឲ្យរិះយកអ្វីឲ្យវាស៊ីរិះក៏ចេះតែយកចំណីជាច្រើនពេញកញ្ជើការុងជារាល់វេលាយកស្មៅខ្ចីខ្លះសំណាប់ខ្លះទំពាំងវិស័យខ្លះស្រូវខ្លះកោពោតខ្ចីខ្លះឯកូននោះវាស៊ីក្រៃពេកតតែស្លាប់ទៅដោយតែវាស៊ីពុះឃើញដូច្នេះរិះទៅចិត្តទៅដឹងជំទប់រត់ទាំងខ្លាចទៅដឹងមេស្រុកភ័យណាស់ពុំហ៊ានទៅជំរាបលោកចៅហ្វាយក៏ទៅដឹងត្រឹមស្មានភ័យពន្លឹកទៅជំរាបបាឡាត់ឬតាមសេចក្តីក៏ញ័រទាំងដៃទាំងជើងចូលទៅឲ្យលោកចៅហ្វាយឃើញបាឡាត់ដូច្នេះក៏សួរថាការព្រោះអ្វីក៏លោកបាឡាត់ញ័រទាំងដៃទាំងជើងយ៉ាងម្លេះនោះបាឡាត់ឆ្លើយទៅវិញថាខ្ញុំបាទពុំហ៊ាននិយាយទេឯចៅហ្វាយប្រាប់ថាមិនអីទេលោកបាឡាត់និយាយចុះបាឡាត់និយាយថាសូមមេត្តាប្រោសត្បិតមេកូព្រះករុណាវាស្លាប់ទៅហើយឬដូច្នេះចៅហ្វាយស្រុកក៏ស្លុតញ័រសពសាច់ស្រែកថាខ្ញុំឲ្យម្ដងនេះឃើញជីផុតជីវិតហើយត្បិតលួងជាម្ចាស់ជីវិតមានព្រះបន្ទូលផ្ដាំថាបាននរណាទៅទូលថាមេកូនោះស្លាប់នឹងឲ្យកាប់ក្បាលខ្ញុំពុំព្រមទៅថ្វាយបង្គំក្រាបទូលតាមដំណើរទេឲ្យលោកបាឡាត់ទៅចុះឯបាឡាត់ប្រកែកឯការដែលចូលទៅក្រាបទូលព្រះករុណាក្នុងវេលានេះជានីតិរបស់ចៅហ្វាយស្រុកពុំគួរប្រានីមើលណាទៅជួសឡើយប្រកែកគ្នាទៅវិញទៅមកជាយូរខ្លាំងណាស់កាលនោះជួនជាកូនក្រមុំចៅហ្វាយស្រុកដើរលេងក្នុងច្បារចិត្តខាងសាលាខេត្តយីចៅហ្វាយស្រុកជាឪពុកសឹកសួរដូច្នេះក៏នាងឡើងទៅលើសាលាសួរថាបើឲ្យមានការអ្វីឲ្យបារម្ភចិត្តម្លេះចៅហ្វាយស្រុកប្រាប់មកវិញថាកូនឲ្យឪពុកមានសេចក្តីវេទនាណាស់ត្បិតកូនញីរបស់លោកវាស្លាប់ទៅហើយឯព្រះករុណាបានផ្ដាំថាបើអ្នកណាចូលទៅក្រាបទូលថាមេកូនោះស្លាប់ព្រះករុណានឹងកាប់ក្បាលអ្នកនោះអត់ប្រណីហេតុនេះបានជាពុកមានទុកជាខ្លាំងណាស់ពុំព្រមចូលទៅក្រាបទូលតាមសេចក្តីទេឬដូច្នេះហើយនាងឆ្លើយមកវិញថាពុកកុំព្រួយចិត្តអីបើពុកពុំហ៊ានទៅទេខ្ញុំសូមទៅជួសចៅហ្វាយស្រុកខាត់ពុំព្រមនាងទៅក្រែងស្ដេចកាប់ក្បាលនាងតាមព្រះបន្ទូលឯចៅហ្វាយខាត់យ៉ាងណាក៏នាងមិនព្រមស្ដាប់ចេះតែអង្គប្រពុកដល់ចៅហ្វាយស្រុកតគំនិតក៏ឲ្យកូនទៅតាមប្រាថ្នាចិត្តទៅនាងរៀបដំណើរស្លៀកសំពត់ហូលល្អបង់ក្រមាព្រៃយ៉ាងល្អចូលទៅគាល់នៅអង្គុយស្ងៀមនឹងគេលុះស្ដេចទឹកឃើញនាងក្រមុំនោះមានរូបល្អណាស់មានព្រះបន្ទូលសួរថានាងមកពីណាអញពុំដែលស្គាល់មុខសោះនាងក្រាបទូលថាពោម្ចាស់ខ្ញុំម្ចាស់មិនមែននៅក្រុងទេខ្ញុំម្ចាស់នៅស្រុកក្រៅខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកឈ្មោះអុកស្ដេចនាងព្រះបន្ទូលសួរថាចៅហ្វាយស្រុកអុកដែលចិញ្ចឹមមេកូននោះឬនាងក៏ក្រាបទូលថាព្រមចាស់ខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកនេះឯងព្រះករុណាក៏ទ្រង់ព្រះសំស្នាសួរថាមេកូអញសប្ថ្ងៃនេះយ៉ាងម៉េចហើយនាងក៏ក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសព្រះករុណាមានព្រះបន្ទូលថាមេកូនោះវាស្លាប់ហើយឯខ្ញុំម្ចាស់មិនបានក្រាបទូលថាដូច្នេះសោះហេតុនេះមិនមែនជាក្បាលខ្ញុំម្ចាស់ទេដែលគួរកាប់នោះឬដូច្នេះហើយស្ដេចក៏ទ្រង់ព្រះសម្រួលពុំមានខ្ញាល់ឡើយទ្រង់ព្រះរាជទានរង្វាន់ទៅនាងវិញផងហើយមានព្រះបន្ទូលត្រាស់បង្គាប់ឲ្យទឹមព្រះរាជោទមួយនាំនាងវិលទៅផ្ទះវិញទ្រង់អភ័យទោសទាំងអស់